ប់នាងដែរសិជីមុខរបស់អូនមិនក៏ក្រហមអញ្ចឹងស្បែករបស់អូនឡើងក្រហមអស់ហើយថ្ងៃស្អែកនេះត្រូវរៀបមង្គលការហើយក៏ប៉ុន្តែស្បែករបស់អូននៅឡើយនេះបែបនេះតើត្រូវទៅជួបគ្នាយ៉ាងម៉េចទៅសំណាងហើយដែលបងទិញផលិតផលនេះជូនអូនឯងកេងទៅចាំបងលាបឲ្យបងក៏ច្រើនពេកហើយបងចាប់លាបអូនមកថាមកដើម្បីឲ្យថ្ងៃស្អែកនេះអូនខ្លាចជាទេពអប្សរដែលស្អាតជាងគេហើយអត់ប្រធានក្រុមនឹងឃើញអូនស្លៀករ៉ូបមង្គលការនៅចំពោះមុខនាងឲ្យភ្លឺភ្នែកម្ដងលោកកេរីយូលីតែស្រីបានផ្ញើលេខកម្មចេះខ្ញុំមកដែរខ្ញុំពិតជាមានកេរីយូខ្លាំងណាស់សូមលោកកេរីយូអនុញ្ញាតឲ្យខ្ញុំអរគុណនៅចំពោះមុខគាត់ផងនាងក៏ចង់ជួបអ្នកទាំងពីរដែរនេះក៏ថ្លៃធំហ៎នេះហ៊ានស្លៀករ៉ូបមង្គលការបែបនេះមកបំផ្លាញមង្គលការរបស់លោកអគ្គនាយកលីផងខ្ញុំនឹងពីនេះចំនួនអ្នកស្រីលីដែលហ៊ានបំផ្លាញមង្គលការរបស់គាត់អាយុចាំតែកំភ្លៀងខ្ញុំផងនេះដូចជាសម័យពេកហើយនាងចង់ប្រឆាំងខ្ញុំមែនតើនាងដឹងអត់ថានេះគឺជាកម្មវិធីអ្វីតែខ្ញុំមិនហ៊ានរំខានដល់មង្គលការរបស់លោកអគ្គនាយកទេក៏ប៉ុន្តែវាមកពីកំហុសស្រីឈួតម្នាក់នេះឥឡូវនេះខ្ញុំនឹងហាសតែសុខដើម្បីបណ្ដេញនាងចេញពីទីនេះបន្តមកទៀតខ្ញុំនឹងបញ្ឈប់ការងាររបស់នាងធ្វើឲ្យនាងមួយជីវិតនេះគ្មានអ្វីទាំងអស់ខ្ញុំគិតថានាងដូចជាបានស៊ីបេះដូងខ្លាឃ្មុំផឹកទឹកប្រមាត់ខ្លារខិនអញ្ចឹងនាងចង់បណ្ដេញកូនក្រមុំរបស់ខ្ញុំផងកូនក្រមុំត្រៃខ្ញុំគឺជាប្រពន្ធលោកអគ្គនាយកលីដែលនាងចង់តែកំភ្លៀងមុននឹងសុំតើផងខ្ញុំខុសហើយខ្ញុំមានភ្នែកអប្សរស្រីខ្ញុំមិនចេះស្គាល់មនុស្សសុំតើផងអ្នកស្រីនាងមិនចង់ឲ្យខ្ញុំពីនាងទេត្រូវអត់នាងគ្រាន់តែធ្វើការងារឲ្យខ្ញុំមួយទៅបានទេតែជាការងារអ្វីទៅទោះបីជាត្រូវចុះផ្ទះខ្លាញ់ឡើងភ្នំភ្លើងក៏ដោយក៏ខ្ញុំយល់ព្រមទាំងអស់អញ្ចឹងនាងត្រូវតែជួយក្រុមបាល់ទាត់ជម្រើសជាតិយើងឲ្យឈ្នះពានជើង Ivory Cup អូ